បើសិនជាស៊ុនវូកុងនៅក្នុងទេវកថាវាអាចជាមួយនឹងឡៅហ្វឹងនៅក្នុងកម្រិត Overlord តើនរណាគឺជាអ្នកឈ្នះបើសិនជាពួកគេនឹងគឺច្បាំងគ្នាមែនឥឡូវយើងនិយាយអំពីឡៅហ្វឹងនៅក្នុងកម្រិត Overlord ឡៅហ្វឹងនៅក្នុងកម្រិត Overlord គឺគាត់ខ្លាំងពេកដល់ថ្នាក់គាត់លើសពីគុណភាពទាំងស្រុងមានន័យថាគាត់ហួសពីការពិតដែលគាត់គឺមានជាមួយនឹងធម៌ពលអ្វីសពគ្រប់បែបយ៉ាងទាំងអស់និងជាជីវិតដែលលែងមានន័យដែលសូម្បីតែហេតុផលនៃច្បាប់ធម្មជាតិក៏មិនអាចបំផ្លាញគាត់បានផងដែរដោយសារតែគាត់គឺលែងមានន័យទៅហើយសូម្បីតែច្បាប់កម្ពុជាក៏មិនអាចកម្ចាត់គាត់បានផងដែរដោយសារគាត់ដូចជាអ្វីមួយដែលមិនមានដែលច្បាប់កម្ពុជាគឺគេមិនអាចគាត់សម្គាល់បានអញ្ចឹងក៏ធ្វើឲ្យឡៅហ្វឹងនឹងគឺអាចគ្រប់គ្រងជាមួយនឹងច្បាប់កម្ពុជាឬក៏ច្បាប់ធម្មជាតិដែលធ្វើឲ្យគាត់នឹងគឺអាចគ្រប់គ្រងជាមួយនឹងភាពវឹកវរដែលអាចបត់បែនជាមួយនឹងចលនានៃពិភពលោកទាំងមូលឬក៏បត់បែនជាមួយនឹងលំហចក្រវាឡពេលវេលាទាំងមូលទៅតាមចិត្តនិងកំណត់បើសិនជាគាត់ចង់ហើយគាត់អាចគ្រប់គ្រងពេលវេលាឬក៏អាចថយពេលវេលាទៅតាមចិត្តនិងកំណត់បើសិនជាគាត់ចង់ថយពេលវេលាឬក៏ចង់បញ្ឈប់ពេលវេលាវាទៅតាមចិត្តរបស់គាត់ទាំងស្រុងដែលអត់មានបញ្ហាអ្វីតទៅសោះហើយឡូវហ្វឹងគឺគាត់មានជាមួយនឹង dimension ដែលគ្មានដែនកំណត់ domain ដែលមិនអាចកំណត់បានហើយគាត់គឺមានជាមួយនឹងភាពស្ថិរភាពដែលគ្មានដែនកំណត់ដែលធ្វើឲ្យគាត់នឹងគឺអាចបំផ្លាញអ្វីដែលមិនអាចបំផ្លាញបានអ្វីដែលមិនមានគឺគាត់អាចបំផ្លាញវាបានអញ្ចឹងជាមួយនឹងធម៌ពលបែបនេះគឺគាត់ខ្លាំងមែនតើបើនិយាយអំពីកម្លាំងវាប្រហាររបស់គាត់ឬក៏កម្លាំងលើករបស់គាត់វិញវាគឺគ្មាននៅព្រំដែនទេហើយនិយាយអំពីភាពធន់របស់គាត់វិញក៏គេមិនអាចចាត់រងាបានដែរដែលវាគឺមិនអាចកំណត់បានចុះបើយើងនិយាយអំពីលបឿនដែលលើហ្វឹងធ្វើដំណើរវិញលបឿនដែលលើហ្វឹងធ្វើដំណើរវិញគឺជាលបឿនមួយដែលធ្វើដំណើរលឿនជាងពេលវេលាឬក៏លបឿនដែលធ្វើដំណើរលឿនជាងខ្សែរយៈនៃពេលវេលាទៅទៀតដែលលបឿននឹងផងដែរគេនិយាយថាគឺជាលបឿនដែលធ្វើដំណើរមុននៃការកើតអញ្ចឹងលបឿនដែលធ្វើដំណើរមុននៃការកើតឡើងនឹងវាជាលបឿនមួយដែល infinite ច្រើនដងពេកហើយដែលធ្វើឲ្យ level នេះគឺអាចធ្វើដំណើរគ្រប់ទីកន្លែងឬក៏គ្រប់ទិសទីមានន័យថាគាត់នៅគ្រប់ទិសទីដោយសារលបឿនរបស់គាត់ធ្វើដំណើរលឿនជាងពេលវេលានិងលឿនជាងការកើតទៅហើយឥឡូវយើងនិយាយអំពីស៊ុនវូកុងនៅក្នុងទេវកថាវិញម្ដងដែលគាត់នឹងគឺខ្លាំងឥតឈប់ឈររហូតគាត់ឈានទៅដល់ចំណុចមួយដែលគេហៅថាព្រះពុទ្ធព្រលឹងត្រាស់ដឹងមានន័យថាស៊ុនវូកុងគឺគាត់ត្រាស់ដឹងនៅអ្វីសពគ្រប់បែបយ៉ាងទាំងអស់គាត់ដឹងអំពីធម្មជាតិដើមគាត់ដឹងអំពីការកើតដឹងអំពីការស្លាប់ដឹងអំពីវិញ្ញាណដឹងអំពីភាពវិនាសដឹងអំពីភាពអកលជានិច្ចដឹងអំពីភាពអនិច្ចាដឹងអំពីភាពមុខៈដឹងអំពីវិលវត្តសង្សារនិព្វានដឹងអំពីចិត្តល្អអាក្រក់ឬក៏គាត់ដឹងអ្វីសពគ្រប់បែបយ៉ាងទាំងអស់ដឹងពីអ្វីដែលគេមិនដឹងអ្វីដែលគេមិនស្គាល់គឺគាត់ស្គាល់អញ្ចឹងទៅអានឹងគឺជាការត្រាស់ដឹងរបស់គាត់បើនិយាយទៅដល់ស្នាដៃរបស់ដេស៊ុនវូកុងវិញវាពិតជាខ្លាំងមែនទែនដែលគាត់នឹងគឺបានចោះទៅកាន់ឋាននរកលុបឈ្មោះខ្លួនឯងចេញពីបញ្ជីសភៅស្លាប់រស់ឡើងឋានសួគ៌អុកឡុកឋានសួគ៌ឬក៏ស្វែងយល់ជាមួយនឹងភាពអកលជានិច្ចនៅលើឋានសួគ៌ហើយគាត់គឺបានជូនທາງជេងទៅចម្លងធម៌ជួបបិសាចជាច្រើនសម្រាប់បានជាមួយនឹងធម្មកាយខ្លាយទៅជាព្រះពុទ្ធនៃជ័យជំនះហើយមាន4ចំណុចទៀតដែលគេគិតថាស៊ុនវូកុងនឹងគឺខ្លាំងបំផុតចំណុចទី1ស៊ុនវូកុងគឺបានប្រើប្រាស់ចំនួនមធ្យោបាយ7ផ្សេងគ្នាដែលធ្វើឲ្យគាត់មានជីវិតអមតៈចំនួន7ដងហើយចំណុចទី2ស៊ុនវូកុងគឺមាន ability មួយយ៉ាងដែលមានឈ្មោះថាប្រែកាឡា72យ៉ាងដែលអនុញ្ញាតឲ្យគាត់ប្រែកាឡាទៅជានរណាក៏បាននិងអាចប្រែកាឡាទៅជាអ្វីក៏បានហើយបើសិនជាគាត់ប្រែកាឡាទៅជាបុគ្គលណាម្នាក់គឺគាត់អាច copy ឬក៏ចម្លងជាមួយធម្មពលបុគ្គលម្នាក់នឹងទាំងស្រុងតែម្ដងហើយវាក៏ផ្ដល់ជាមួយនឹងជីវិតអមតៈ72ដងមកដល់គាត់ផងដែរហើយចំណុចទី3ស៊ុនវូកុងគឺបំពាក់ទៅដោយរោមមាស 84000 សរសៃនៅលើខ្លួនរបស់គាត់ដែលរោមមាសនឹងផងដែរគឺអាចប្រែកាឡាទៅជាអ្វីក៏បានមិនថាប្រែកាឡាទៅជាសត្វនាគប្រែកាឡាទៅជាសភាវៈអ្វីក៏ដោយឬក៏ប្រែកាឡាទៅជាបុគ្គលណាម្នាក់ថែមទាំងអាចចម្លងជាមួយនឹងធម្មពលបុគ្គលនោះទាំងស្រុងហើយមានជាមួយនឹងវេទមន្តចម្រុះទៀតជាមួយនឹងរោមមាស 84000 សរសៃហ្នឹងវាពិសេសវាអាចប្រែកាឡាទៅជាស៊ុនវូកុងបានទៀតផងអញ្ចឹងមានថាស៊ុនវូកុងគឺមានជាមួយនឹងកងទ័ពស្វាព្រះពុទ្ធដែលមានចំនួន 84000 នាក់នៅក្នុងដៃរបស់គាត់ដែលមានជីវិតអមតៈដូចជាគាត់និងមានធម៌ពលស្មើដូចជាស៊ុនវូកុង ability ដូចគ្នាយ៉ាងទៀតអញ្ចឹងស៊ុនវូកុងគឺគុណយោយកមកអញ្ចឹងគឺខ្លាំងអាណន់លើអាណន់ណាទាំងអស់គ្នាចូលដល់ចំណុចទី4ស៊ុនវូកុងគឺកាន់ទៅដោយអាវុធមួយដែលមានឈ្មោះថារីយូជីងគូបាំងដែលដំបងនឹងផងដែរវាអាចពង្រីកប្រវែងអាចបង្កើតទំហំឬក៏អាចរួមបញ្ចូលទូចហើយវាគឺមានជាមួយនឹងម៉ាស់ដែលគ្មានដែនកំណត់ដែលវាអាចវាយពង្រីកធម្មពលឥតដែនកំណត់ឬក៏វាជាដំបងមួយដែលធ្វើឲ្យស៊ុនវូកុងនឹងគឺគ្មានជាមួយនឹងដែនកំណត់តែម្ដងហើយមួយទៀតគឺជាចំណុចគោលស៊ុនវូកុងគឺអាចសម្លឹងទៅកាន់បុគ្គលណាម្នាក់ឬក៏សត្រូវបុគ្គលដោយគ្រាន់តែការចង្អុលឬក៏ការសម្លឹងបុគ្គលនឹងគឺអាចធ្វើឲ្យសត្រូវបុគ្គលនឹងគឺកកស្លាប់បានហើយស៊ុនវូកុងក៏មានចំណុចគោលមួយទៀតដែលធ្វើឲ្យគេនឹងគឺខ្នាញ់ខ្លាំងមែនទែនដែលនោះគឺជាការបែងភាគដែលរាប់មិនអស់
ឬក៏ជាការពង្រីកខ្លួនឲ្យធំឬក៏ធ្វើឲ្យខ្លួនឯងទូចដែលធ្វើឲ្យគាត់នឹងរួចផុតចេញពី ability ខ្លាំងៗជាច្រើនដោយសារតែគាត់នឹងវាអញ្ញាញ៉ៃពេកជាមួយនឹងការបែងភាគនិងការធ្វើឲ្យខ្លួនឯងទូចនឹងឥឡូវយើងដឹងអំពីធម៌ពលអ្នកទាំងពីរហើយចុះបើសិនជាពួកគេប៉ះដៃគ្នាមែនតើនរណាគឺជាអ្នកឈ្នះសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាស៊ុនវូកុងនៅក្នុងទេវកថាគឺមិនអាចកំណត់បានដូច្នេះខ្ញុំឲ្យអ្នកដែលឈ្នះនោះគឺជាស៊ុនវូកុងហើយបើសិនជាអ្នកទាំងអស់គ្នាមានគំនិតអ្វីផ្សេងឬក៏មិនពេញចិត្តទៅលើវីដេអូខ្ញុំឬក៏ការនិយាយរបស់ខ្ញុំវារៀងខ្វះខាតសូមបញ្ចេញមតិនៅក្នុង comment បានខ្ញុំទៅគឺសេរី